Bongនេះគឺជាសាច់ដីដែលសធំទូលាយមិនមែនចំហៀងផ្ទះហើយក៏មិនមែនមុខផ្ទះដែរប៉ុន្តែគឺជាបរិវេណខាងក្រោយផ្ទះដែលផ្ដល់នូវ privacy ឯកជនភាពដែលបងអាចធ្វើការរៀបចំទៅតាមតម្រូវការចាដូចជាសួនឬក៏អាចបន្ថែមនៅជាសាឡុងឬក៏កញ្ចោះគឺបរិវេណរបស់យើងគឺមានភាពឯកជនភាពខ្លាំងមែនទែនដែលបងអាចធ្វើការអង្គុយលេងកំសាន្តជួបជុំជាមួយគ្រួសារគឺយើងមានចាបរិវេណរបស់យើងព័ទ្ធជិតជុំវិញហើយគឺមានផ្លូវដែលអាចដើរទៅកាន់ខាងមុខផ្ទះរបស់យើងបានបន្ថែមទៀតយ៉ាងធំទូលាយគឺងាយស្រួលមែនទែនជាទូទៅដូចបងបានឃើញហើយថាភាគច្រើនគឺគេតែងតែយកសួនហ្នឹងបើមិនមុខផ្ទះក៏ចំហៀងផ្ទះដែរតែដោយឡែកនៅក្នុងគម្រោងឯកគឺបានលើកយកឯកជនភាពរបស់យើងទៅកាន់ខាងក្រោយផ្ទះវិញឲ្យបង្កើននៅចាផ្ដោតទៅលើនៅក្នុងក្រុមគ្រួសារអញ្ចឹងបរិវេណកន្លែងផ្ទះបាយគឺភ្ជាប់ជាមួយនឹងសួនរបស់យើងនៅខាងក្រោយផ្ទះដែលយើងធ្វើការចម្អិនរួចរាល់ហើយចាបងអាចលើកម្ហូបលើកចំណីអាហាររបស់យើងមកកាន់បរិវេណដែលយើងត្រូវចា enjoy relax ជាមួយក្រុមគ្រួសារយើងតែម្ដងគឺធំទូលាយខ្លាំងបងចាប់អារម្មណ៍ជាប្រភេទផ្ទះកែងមិនថាផ្ទះកែងផ្ទះក្តារអាចអញ្ជើញមកទស្សនាហើយព្រោះឥឡូវនេះគឺយើងចាប់ផ្ដើមទទួលបានការអតិថិជនដែលគាត់ទិញរើសយកលេខទីតាំងស្អាតៗបានច្រើនណាស់បងចា